ពេលខ្លះអត់ទាន់ចេះធ្វើមាតិកានៅក្នុងកម្មវិធី Microsoft Word កុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់នឹងបរិញ្ញាទាំងអស់គ្នាអំពីរបៀប insert automatic content នៅក្នុងកម្មវិធី Microsoft Word ជាដំបូងអ្នកទាំងអស់គ្នាគ្រាន់តែមានឯកសារដែលបានរៀបចំហើយស្រេចហើយបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការ format ចំណងជើងដោយសិតទៅជា heading 2 ឬក៏3ទៅតាមអីដែលអ្នកទាំងអស់គ្នាគិតថាសមស្របបន្ទាប់មកចូលទៅកាន់ reference tab ហើយស្វែងរកពាក្យ table of content ហើយលើកលើ automatic content នៅក្នុងករណីដែលអ្នកទាំងអស់គ្នាចង់ធ្វើការ update ឬក៏បន្ថែមចំណងជើងមាតិកាគ្រាន់តែធ្វើការ format ដូចដែលយើងបានធ្វើពីមុនបន្ទាប់មកទៅផ្នែកខាងលើនៃ content អ្នកទាំងអស់គ្នាចុចលើពាក្យ update content ហើយលើកទៅលើ update only page ក៏បានឬក៏ the entire table ក៏បានដែរអ្នកទាំងអស់គ្នានឹងទទួលបានចំណងជើងនៃមាតិកាសម្រាប់ឯកសាររបស់អ្នកទាំងអស់គ្នាហើយសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់សិក្សាលម្អិតបន្ថែមអាចធ្វើការចុះឈ្មោះចូលរៀននៅសាលា SC Academy របស់យើងបាន